មិនដឹងស្អីទេប្រិយមិត្តប្រិយមិត្តម្សិលមិញនេះដំណឹងពាក់ព័ន្ធទៅនឹងការដោះលែងយោធិនកម្ពុជាទាំង18នាក់ឥឡូវនេះខាងថៃចេញមកបដិសេធជាដាច់អហង្ការថាមិនដោះលែងទាហានខ្មែរ18នាក់នោះទេដោយដាក់ចេញលក្ខខណ្ឌ5ចំណុចដ៏តឹងរ៉ឹងរួមទាំងការដកអាវុធធនធ្ងន់និងភាពស្មោះត្រង់ដាច់ខាតពីកម្ពុជាផងដែរម្សិលមិញខ្ញុំធ្វើវីដេអូមួយឃ្លីបគិតថាថៃនេះនឹងដោះលែងយោធិនរបស់យើងទាំង18នាក់ដោយសារតែឯកឧត្តមប្រាក់សុខនត្រឡប់មកពីកិច្ចប្រជុំនៅម៉ាឡេស៊ីវិញណាក៏បាននិយាយផ្ដល់បទសម្ភាសន៍ទៅសារព័ត៌មានទតកទូទស្សន៍ទតកនឹងឯងពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខនេះហើយខ្ញុំមើលសារព័ត៌មានថៃចេញផ្សាយថាកងទ័ពថៃគឺបដិសេធទៅនឹងរឿងនេះណាឬក៏ខ្លាចប្រជាជនរបស់ខ្លួននេះចេញមកជំទាស់ប្រឆាំងមិនគ្រប់គ្រងយើងមិនច្បាស់លាស់ទេក៏ប៉ុន្តែខ្ញុំនឹងធ្វើការលំអិតធ្វើការវិភាគហើយនឹងផ្ដល់ជាដំណឹងពាក់ព័ន្ធទៅនឹងរឿងនេះហើយជំហររដ្ឋាភិបាលកម្ពុជារបស់យើងសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនម៉ាណែតបានអះអាងច្បាស់ថាកម្ពុជាមិនបានឯកភាពគ្នាលើកិច្ចព្រមព្រៀងណាមួយដែលធ្វើឲ្យបាត់បង់អធិបតេយ្យភាពទឹកដីនោះទេហើយបញ្ហាព្រំដែនត្រូវតែដោះស្រាយតាមយន្តការ JBC នេះគឺជាជំហររបស់រដ្ឋាភិបាលកម្ពុជាសម្ដេចនាយករដ្ឋមន្ត្រីចេញមកសរសេរសំណេរនៅលើបណ្ដាញសង្គមបញ្ជាក់រឿងថាកាត់ទឹកដីឲ្យគេនោះដើម្បីបានសន្តិភាពអញ្ចឹងទេយើងដោះស្រាយទៅតាមយន្តការ JBC អានេះមួយផ្នែកទៀតនោះគឺទស្សនៈអ្នកជំនាញខាងនយោបាយខាងវិភាគផ្សេងៗយល់ថាអ្នកជំនាញនៅកម្ពុជានៅតែមានការប្រុងប្រយ័ត្នប្រយែងខ្ពស់ដោយជឿថាគោលបំណងរួមរបស់ថៃគឺឈ្លានពានទឹកដីខ្មែរពួកគេប្រមានថាកិច្ចព្រមព្រៀងបាត់ឈប់បាញ់នៅតែមិនទាន់រឹងមាំទេហើយការមិនគោរពកិច្ចព្រមព្រៀងសន្តិភាពរបស់ថៃអាចនាំឲ្យមានការដាក់សម្ពាធសេដ្ឋកិច្ចអន្តរជាតិប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពខាងមុខថៃមិនយល់ព្រមមិនអូខេនៅតែបំពេញថាតើនឹងមានរឿងអ្វីកើតឡើងចំពោះប្រទេសថៃនេះគឺជាអត្ថន័យខ្លឹមសារនិងជម្រាបជូនវីដេអូមួយនេះទៅកាន់ប្រិយមិត្តទាំងអស់គ្នាដំណឹងនាថ្ងៃទី19 ដុល្លារ 2025 ប្រិយមិត្តទោះជាមានកិច្ចព្រមព្រៀងបាត់ឈប់បាញ់ក៏ដោយការវិភាគពីអ្នកជំនាញកម្ពុជានៅតែមានការប្រុងប្រយ័ត្នប្រយែងខ្ពស់ដែលបណ្ឌិតកិនភីយល់ថាគោលបំណងរួមនៃភាគីថៃគឺឈ្លានពានទឹកដីកម្ពុជាគណៈបណ្ឌិតអិនសផលវែកញែកពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងបាត់ឈប់បាញ់នៅតែមិនទាន់រឹងមាំនោះទេហើយការមិនគោរពកិច្ចព្រមព្រៀងសន្តិភាព Peace Agreement នឹងធ្វើឲ្យថៃបាត់បង់ឥទ្ធិពលនិងត្រូវទទួលរងសម្ពាធសេដ្ឋកិច្ចអន្តរជាតិពាក់ព័ន្ធទៅនឹងការវែកញែករឿងកាត់ទឹកដីដើម្បីដូរយកសន្តិភាពនោះសម្ដេចបតីនាយករដ្ឋមន្ត្រីកម្ពុជារបស់យើងចេញមកសរសេរសំណេរដូចនេះថាកម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេដោយសរសេរដូចនេះថាខ្ញុំបានឃើញនៅការអត្ថាធិប្បាយមួយចំនួនតាមបណ្ដាញសង្គមដែលបានលើកឡើងថាកិច្ចព្រមព្រៀងបាត់ជប់បាញ់ថ្ងៃ28 កក្កដា 2025 កន្លងទៅនិងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខគឺជាថ្នូរនឹងការធ្វើឲ្យបាត់បង់ទឹកដីខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថាកិច្ចព្រមព្រៀងបាត់ជប់បាញ់28 កក្កដាគឺគេនិយាយអំពីលក្ខខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជាកុំឲ្យមានការបាញ់គ្នាឡើងវិញអានេះរឿងមួយទៀតគឺកិច្ចព្រមព្រៀងសន្តិភាពដែលគ្រោងធ្វើនៅពេលខាងមុខគឺនិយាយអំពីការរៀបចំលក្ខខណ្ឌនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានៅបរិយាកាសអំណោយផលដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្ដារឡើងវិញនៅទំនាក់ទំនងរវាងប្រទេសនិងប្រទេសទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធទៅនឹងទឹកដីឬព្រំដែនក៏មិនមែនបានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជាថៃយើងហៅកាត់ថា JBC ហើយដែលត្រូវដោះស្រាយដោយសន្តិវិធីស្របតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃសរុបសេចក្តីមកទី1កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដោយរាប់ទាំងកិច្ចព្រមព្រៀងបាត់ឈប់បាញ់ថ្ងៃទី28 កក្កដានិងកិច្ចព្រមព្រៀងសន្តិភាពដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេនេះគឺជាការបញ្ជាក់ថានឹងមិនឲ្យបាត់បង់ទឹកដីកម្ពុជានោះទេទី2រាជរដ្ឋាភិបាលកម្ពុជាក៏មិនដែលបានភ្លេចឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដែរនេះគឺជាការលើកឡើងបងប្អូនយល់ទេពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងបាត់ឈប់បាញ់នោះវាអត់មានកិច្ចព្រមព្រៀងនៅក្នុងការដោះដូរដីស្អីនោះទេហើយកិច្ចព្រមព្រៀងខាងមុខនេះកិច្ចព្រមព្រៀងសន្តិភាពគេថា Peace Agreement ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខក៏មិនពាក់ព័ន្ធនឹងដែរដែលមានដូណាល់ត្រាំធ្វើជាអធិបតេយ្យភាពហើយនឹងមួយវគ្គទៀតនោះពាក់ព័ន្ធទៅនឹងរឿងបាត់ឈប់បាញ់រឿងកិច្ចព្រមព្រៀងសន្តិភាពនេះបណ្ឌិតអិនសផលវែកញែករឿងកិច្ចព្រមព្រៀងសន្តិភាពបាត់ថៃមិនអនុវត្តតើអ្វីទៅជាកិច្ចព្រមព្រៀងបាត់ឈប់បាញ់គេថា Ceasefire Agreement ណាកិច្ចព្រមព្រៀងបាត់ឈប់បាញ់មានន័យថាកិច្ចព្រមព្រៀងនេះនៅមិនទាន់រឹងមាំនោះទេព្រោះអាចផ្ទុះអាវុធឡើងវិញគ្រប់ពេលដែលភាគីថៃព្យាយាមធ្វើឲ្យភាគីកម្ពុជាអស់ការអត់ធ្មត់បង្កការផ្ទុះអាវុធឡើងវិញជាលេសដើម្បីពួកគេបង្កសង្គ្រាមជាមួយកម្ពុជាវាយគ្រប់គ្រងតំបន់ផ្សេងៗរបស់កម្ពុជាចឹងសរុបវិញ Ceasefire Agreement នឹងមានន័យថាឈប់វាយគ្នាហូបទឹកហូបអី
សិនទៅអូខេអានឹងមានថាសន្តិភាពវាអត់ពេញលេញទេវាអាចវាយបករឿងជាហោហែអញ្ចឹងហើយបានជាភាគីថៃយោធាថៃលើកឡើងថាតើតែមានកិច្ចព្រមព្រៀងពេញលេញប៉ុន្តែអា ceasefire ថ្ងៃវាចោទថាជា ceasefire ដែលផុយស្រួយណាបាទអញ្ចឹងហើយបានមិនដោះលែងទាហានកម្ពុជារបស់យើងនេះគឺពាក់ព័ន្ធនឹងជំហររបស់ថៃហើយពាក់ព័ន្ធរឿងកិច្ចព្រមព្រៀងសន្តិភាពតើអ្វីទៅជាកិច្ចព្រមព្រៀងសន្តិភាពគេថា peace agreement កិច្ចព្រមព្រៀងសន្តិភាពជាឯកសារគតិយុត្តអន្តរជាតិប្រទេសហត្ថលេខីមានកាតព្វកិច្ចត្រូវតែគោរពនេះជាឯកសារផ្លូវច្បាប់អន្តរជាតិមួយសម្រាប់ចងភាគីថៃមួយទៀតបន្ថែមពីលើ MOU ឆ្នាំ2000សំណួរសួរថាបន្ទាប់ពីចុះហត្ថលេខារួចហើយភាគីថៃមិនគោរពតើមានវិធានការអ្វីចំពោះភាគីថៃដែរទេអានេះគឺជាសំណួរបងប្អូនឆ្ងល់អត់ចម្លើយនោះគឺថៃរំលោភច្បាប់អន្តរជាតិដែលមិនអាចប្រកែកបានដូច្នេះអាស៊ាន UN ជាពិសេសសហរដ្ឋអាមេរិកនឹងដាក់សម្ពាធលើប្រទេសថៃរដ្ឋាភិបាលថៃដូចជាសម្ពាធសេដ្ឋកិច្ចបើថៃមិនគោរពតាមកិច្ចព្រមព្រៀងសន្តិភាពធ្វើឲ្យភាគីថៃអស់ឥទ្ធិពលនៅក្នុងអាស៊ានថៃនឹងបាក់មុខលើឆាកអន្តរជាតិថៃបង្ហាញពិភពលោកឲ្យឃើញកាន់តែច្បាស់ពីគំនិតចក្រពត្តិរបស់ខ្លួននៅក្នុងតំបន់ថៃជាប្រទេសដែលពិភពលោកស្អប់ខ្ពើមសំណួរសួរថាបន្ទាប់ពីចុះកិច្ចព្រមព្រៀងរួចតើភាគីថៃប្រកល់ទឹកដីឲ្យកម្ពុជាវិញដែរទេអានេះគឺជាសំណួរសម្បត្តិខ្ញុំក៏ឆ្ងល់ដែរបងប្អូនឆ្ងល់ចឹងអត់បន្ទាប់ពីចុះកិច្ចព្រមព្រៀងហើយនេះតើភាគីថៃប្រកល់ទឹកដីឲ្យកម្ពុជាវិញដែរឬអត់ពាក់ព័ន្ធនឹងរាយបលាលុះអីផ្សេងៗហ្នឹងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពបានបញ្ជាក់ច្បាស់ហើយថាដោះស្រាយចំនួនដោយសន្តិភាពបើដោះស្រាយដោយសន្តិភាពគឺថៃត្រូវគោរពផែនទីបារាំងសៀមខ្នាត1/2000បើថៃមិនសុខចិត្តមានតែឡើងទៅកាន់តុលាការ ICJ បើដោះស្រាយតាមច្បាប់នឹងតុលាការអន្តរជាតិ ICJ គឺច្បាស់ណាស់ថាយកផែនទីខ្នាត1/2000ដូច្នេះកម្ពុជានឹងទទួលបានទឹកដីវិញទាំងអស់ច្បាស់ណាស់ថាអន្តរជាតិមិនយកផែនទីឯកតោភាគីរបស់ថៃនោះទេព្រោះជាគំរូអាក្រក់ដល់ពិភពលោកដែលប្រទេសធំអាងអំណាចចេះតែគូសផែនទីយកទឹកដីប្រទេសតូចៗគឺខូចសណ្ដាប់ធ្នាប់ពិភពលោកអស់ហើយឥឡូវចូលមកវគ្គពាក់ព័ន្ធទៅនឹងសេចក្តីប្រកាសព្រមានកងទ័ពថៃនេះបានចេញមកបដិសេធដោះលែងទាហានឆ្លៃសឹកកម្ពុជាបាទយោធានកម្ពុជាដែលពួកថៃចូលមកចាក់ខុសច្បាប់បទច្បាញ់ទាំង18នាក់នឹងដាក់ចេញលក្ខខណ្ឌ5ចំណុចដែលខ្ញុំនឹងជម្រាបកងទ័ពជើងគោកថៃបានចេញសេចក្តីថ្លែងការណ៍បដិសេធដាច់អហង្ការចំពោះព័ត៌មានចចាមអារាមដែលថារដ្ឋាភិបាលថៃបានយល់ព្រមដោះលែងទាហានខ្មែរជាឆ្លៃសឹកចំនួន18នាក់ក្រោយកិច្ចប្រជុំ4ភាគីឬគេហៅថាចតុភាគីនៅទីក្រុងកូឡាឡាំពូកាលពីថ្ងៃទី17ដុល្លារ2025នៅក្នុងពាក្យបញ្ជាការដ្ឋានកងទ័ពថៃបានបញ្ជាក់ថាព័ត៌មាននេះមិនពិតទាំងស្រុងហើយឆ្លៃសឹកខ្មែរទាំង18នាក់មិនទាន់ត្រូវបានដោះលែងនៅឡើយទេនេះគឺជាការចេញមកបញ្ជាក់មិនទាន់ដោះលែងប៉ុន្តែដល់ពេលចុះហត្ថលេខាហើយវាត្រូវតែដោះលែងទៅដែរត្រូវលក្ខខណ្ឌ5ចំណុចសម្រាប់ការដោះលែងកងទ័ពថៃបានអះអាងថាការដោះលែងឬបច្ចុប្បន្នឆ្លៃសឹកអាចកើតឡើងមានលុះត្រាតែភាគីកម្ពុជានេះបំពេញតាមលក្ខខណ្ឌសំខាន់ៗដែលបានស្នើសុំជាផ្លូវការរួមមាន4ចំណុចស្នូលនិង1ចំណុចបន្ថែមលក្ខខណ្ឌ4ចំណុចនោះគឺការដកអាវុធធនធ្ងន់ចេញពីតំបន់ចំនួនអានេះគឺដកទាំងព្រមគ្នាណាថៃបាទនេះគឺអូខេហើយនេះកម្ពុជារបស់យើងក៏លើកឡើងដែរការចូលរួមប្រមូលយុទ្ធភ័ណ្ឌបន្តផ្ទុះរួមគ្នាអាហ្នឹងគឺការដោះមីននេះនឹងអូខេមួយការបង្ក្រាបលើឧក្រិដ្ឋកម្មអន្តរជាតិនិងក្រុមឆោបបោក scammer ណាអាហ្នឹងមួយទៀតហើយមានថាកម្ពុជាក៏លើកឡើងរឿងហ្នឹងដែរការដោះស្រាយការរំលោភបំពានព្រំដែនចំណុចនេះចង់មានន័យថាម៉េចពាក់ព័ន្ធរឿងការរំលោភបំពានវាចង់និយាយអំពីរឿងនៅព្រៃច័ន្ទជោគជ័យស្អីហ្នឹងដែលប្រជាពលរដ្ឋរស់នៅរាប់សិបឆ្នាំមកហើយបាទចង់ឲ្យពួកគាត់ចេញទៅណានេះគឺជាចំណុចមើលទៅហាក់បីដូចជាចម្រូងចម្រាសមួយណាហើយលក្ខខណ្ឌបន្ថែមហ្នឹងគឺភាពស្មោះត្រង់ជាដាច់ខាតហ្នឹងយ៉ាងម៉េចបាទមិនឲ្យកម្ពុជាប្តឹងថៃទៅកាន់តុលាការ ICJ ឬក៏យ៉ាងណាអានេះចង់បានភាពស្មោះត្រង់ពីកម្ពុជាភាគីកម្ពុជាត្រូវតែបង្ហាញភាពស្មោះត្រង់និងបញ្ឈប់រាល់សកម្មភាពប្រឆាំងនឹងប្រទេសថៃទាំងសងទើបអាចពិចារណាលើលទ្ធភាពដោះលែងកងទ័ពថៃបានអំពាវនាវដល់សាធារណជនឲ្យតាមដានតែព័ត៌មានផ្លូវការពីបញ្ជាការដ្ឋានកងទ័ពថៃដើម្បីទប់ស្កាត់ការបំភាន់ការភ័ន្តច្រឡំកងទ័ពថៃនឹងបំភ្លឺបំភ្លៃព័ត៌មានហ្នឹងហើយជឿទៅពួកសាធារណជនប្រទេសថៃបាទនេះគឺជាដំណឹងពាក់ព័ន្ធទៅនឹងរឿងចម្រូងចម្រាសពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលម្សិលមិញមានការលើកឡើងពាក់ព័ន្ធរឿងដោះលែងក៏ប៉ុន្តែថៃនោះបាទស្ទុះស្ទាមកបញ្ជាក់ថាមិនដោះលែងនោះទេតើតែកម្ពុជានេះមានភាពស្មោះត្រង់ឲ្យថៃបានថៃដោះលែងចឹងទេយើងមិនច្បាស់ដែររឿងនេះណាម្ខាងនិយាយចេះម្ខាងនិយាយចោះចឹងទៅហើយកម្ពុជានាយករដ្ឋមន្ត្រីរបស់យើងបានចេញមកបញ្ជាក់ថាអត់មានកិច្ចព្រមព្រៀងដោះដូរទឹកដីណាមួយនោះទេពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងបាត់ឈប់បាញ់នោះអាហ្នឹងវាពាក់ព័ន្ធរឿងយើងឈប់វាយគ្នាផ្អាកគ្នាផឹកទឹកសុទ្ធអីចឹងណាអានេះមានន័យអញ្ចេះហើយកិច្ចព្រមព្រៀងនេះទៅខាងមុខនោះគេថា peace agreement គឺកិច្ចព្រមព្រៀងសន្តិភាពហ្នឹងគឺក៏មិនមានផែនការនៅក្នុងការដោះដូរទឹកដីដូរយកសន្តិភាពនោះទេបាទប្រកូលទឹកដីដូរយកសន្តិភាពនោះទេអានេះគឺមានន័យចឹងបញ្ជាក់ច្បាស់ហើយសូមប្រិយមិត្តទាំងអស់មានការជ្រាបជាដំណឹងគឺកម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ